ហេតុអ្វីបានជាទំនាក់ទំនងសង្គមគឺជាកាតាលីករនៃភាពជោគជ័យសម្រាប់យុវជននៅពេលដែលបច្ចេកវិទ្យាឈានចូលរបត់ 5G មនុស្សកាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងកញ្ចក់អេក្រង់ការរឹតចំណងរវាងមនុស្សនិងប្រព័ន្ធបច្ចេកវិទ្យាបានធ្វើឲ្យការទំនាក់ទំនងរបស់មនុស្សនិងមនុស្សថយចុះទោះជាយ៉ាងណាការមានទំនាក់ទំនងនៅក្នុងសង្គមមិនមែនគ្រាន់តែដើម្បីកម្សាន្តនោះទេតែគឺជាគ្រឹះក្នុងអាជីពការងារនិងការរស់នៅប្រចាំថ្ងៃ1ការកសាងបណ្ដាញឱកាសយោងតាមគំនិតរបស់លោក Pierre Bourdieu អ្នកសង្គមវិទ្យាជនជាតិបារាំងយល់ថាទំនាក់ទំនងសង្គមគឺជាធនធានដែលមនុស្សម្នាក់អាចប្រើប្រាស់ដើម្បីទទួលបានអត្ថប្រយោជន៍ឬអំណាចនៅក្នុងសង្គមបើអ្នកស្គាល់មនុស្សច្រើនដែលមានឋានៈឬមានចំណេះដឹងនោះអ្នកនឹងមានឱកាសជោគជ័យខ្ពស់ជាងអ្នកដទៃទោះបីជាអ្នកមានចំណេះដឹងស្មើគ្នាក៏ដោយយុវជនដែលមានទំនាក់ទំនងល្អតែងទទួលបានព័ត៌មាននិងឱកាសការងារលឿនជាងអ្នកដទៃក្នុងពិភពការងារជំនាញបច្ចេកទេសជួយឲ្យអ្នកមានសមត្ថភាពធ្វើការប៉ុន្តែជំនាញទំនាក់ទំនងក្នុងសង្គមជួយបើកទ្វារឲ្យអ្នកចូលទៅដល់កន្លែងការងារទាំងនោះបណ្ដាញទំនាក់ទំនងគឺជាធនធានសង្គមដែលមិនអាចកាត់ថ្លៃបាន2ការអភិវឌ្ឍភាពឆ្លាតវៃខាងអារម្មណ៍ការប្រាស្រ័យទាក់ទងក្នុងសង្គមបង្រៀនឲ្យយុវជនចេះយល់ចិត្តយល់ពីអារម្មណ៍និងតម្រូវការរបស់អ្នកដទៃការចេះដោះស្រាយវិវាទរៀនសម្របសម្រួលនៅពេលមានមតិខុសគ្នាការធ្វើការងារជាក្រុមដែលជាជំនាញទន់ដ៏សំខាន់បំផុតក្នុងទសវត្សរ៍ទី21 3សុខភាពផ្លូវចិត្តនិងតុល្យភាពការសិក្សាវាស់វែងរបស់សាកលវិទ្យាល័យ Harvard បានរកឃើញថាកត្តាចម្បងដែលធ្វើឲ្យមនុស្សមានសុភមង្គលនិងមានសុខភាពល្អបំផុតមិនមែនជាទ្រព្យសម្បត្តិឬអំណាចនោះទេប៉ុន្តែគឺជាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនសម្រាប់យុវជនទំនាក់ទំនងសង្គមជួយកាត់បន្ថយភាពតានតឹងនិងការបង្កើនអារម្មណ៍នៃភាពជាម្ចាស់ក្នុងសហគមន៍4ការរៀនសូត្រពីភាពចម្រុះទំនាក់ទំនងសង្គមអនុញ្ញាតឲ្យយុវជនជួបមនុស្សមកពីមជ្ឈដ្ឋានខុសៗគ្នាការផ្លាស់ប្ដូរបទពិសោធន៍នេះជួយពង្រីកទស្សនវិស័យធ្វើឲ្យពួកគេមិនមានការរើសអើងនិងក្លាយជាពលរដ្ឋសកលដែលមានចំណេះដឹងទូលំទូលាយលោក Robert Putnam អ្នកវិទ្យាសាស្ត្រនយោបាយនិងសង្គមវិទ្យាលោកបានសិក្សាឃើញថាមនុស្សភាគច្រើនទទួលបានឱកាសការងារថ្មីៗមិនមែនមកពីមិត្តភក្តិជិតស្និទ្ធបំផុតនោះទេប៉ុន្តែគឺមកពីអ្នកដែលគ្រាន់តែស្គាល់គ្នាមូលហេតុគឺដោយសារមិត្តភក្តិជិតស្និទ្ធដឹងព័ត៌មានដូចយើងដែរប៉ុន្តែអ្នកដែលយើងគ្រាន់តែស្គាល់ពួកគេនឹងនាំព័ត៌មានថ្មីៗនិងឱកាសប្លែកៗពីមជ្ឈដ្ឋានខាងក្រៅដែលយើងមិនធ្លាប់បានដឹង